បិយជំនឿខ្មែរ5យ៉ាងដែលចាស់ៗហាមមិនឲ្យធ្វើនៅពេលយប់ស្ងាត់ថ្ងៃនេះយើងនឹងនាំអារម្មណ៍បងប្អូនទាំងអស់គ្នាទៅសន្តាប់នៅសាច់រឿងអបិយជំនឿខ្មែរ5យ៉ាងដែលជាសាច់រឿងពិតដែលអ្នកភូមិបញ្ជាក់ថាវាបានកើតឡើងពិតមែនសូមស្ដាប់កំសាន្តដោយប្រុងប្រយ័ត្ននិងទុកជាជំនឿរបស់បុគ្គលម្នាក់ៗកុំភ្លេចចុច like និង comment នៅខាងក្រោមវីដេអូនៅពេលយប់ស្ងាត់អមខ្យល់បក់តាមដើមឈើត្រជាក់ព្រឺព្រួចមានរឿងជាច្រើនដែលចាស់ៗហាមមិនឲ្យធ្វើនិងមានហេតុការណ៍ខ្លះអ្នកភូមិបានឃើញដោយផ្ទាល់ភ្នែកខាងក្រោមនេះគឺជាសាច់រឿងពិតដែលអ្នកភូមិបានដឹងរន្ធត់និងអាថ៌កំបាំងទី1កុំឆ្លើយជាមួយសំឡេងហៅឈ្មោះនៅពេលយប់អ្នកភូមិម្នាក់នៅខេត្តកំពង់ធំបានប្រាប់ថានៅយប់មួយម៉ោង 7:12 គាត់ឮសំឡេងហៅឈ្មោះគាត់នៅខាងក្រោយផ្ទះសំឡេងនោះដូចជាសំឡេងរបស់អ្នកម្ដាយគាត់ណាស់គាត់បានឆ្លើយតបថាម៉ែមានអីមែនតែពេលចេញទៅមើលបែរជាមិនឃើញមាននរណាទៅវិញយប់បន្ទាប់មកទៀតគាត់ចាប់ផ្ដើមឈឺក្បាលហើយសុបិនឃើញស្ត្រីសក់វែងឈរនៅជិតក្រែគេងរបស់គាត់ហើយមានអារម្មណ៍ថាដូចជាមានមនុស្សដកដង្ហើមនៅក្បែរចាស់ៗនៅក្នុងភូមិប្រាប់ថាប្រសិនបើឆ្លើយតបជាមួយសំឡេងខ្មោចហើយនោះវានឹងស្គាល់ឈ្មោះរបស់យើងក្រោយមកគេក៏ចាប់ធ្វើពិធីនិងសូត្រមន្តស្ថានភាពរបស់គាត់ក៏បានធូរចុះពេលយប់បើអ្នកឮសំឡេងមនុស្សហៅឈ្មោះឬឃើញអ្វីចម្លែកចូលចងចាំនៅក្នុងចិត្តថាកុំឆ្លើយកុំងាកនិងកុំទៅព្រោះអ្វីដែលហៅអ្នកអាចមិនមែនជាមនុស្សនោះទេទី2កុំអង្គុយនៅលើជណ្ដើរផ្ទះពេលយប់ស្ត្រីម្នាក់បានប្រាប់ថានាងចូលចិត្តអង្គុយនៅលើជណ្ដើរផ្ទះពេលយប់ដើម្បីស្រូបយកខ្យល់អាកាសត្រជាក់នាពេលយប់មួយនាងមានអារម្មណ៍ថាមានមនុស្សអង្គុយជិតប៉ុន្តែមើលទៅគឺគ្មាននរណាម្នាក់ឡើយភ្លាមនោះនាងមានអារម្មណ៍ត្រជាក់ពីជើងរហូតដល់ខ្នងតែម្ដងលើសពីនេះនាងបានឮសំឡេងខ្សឹបខ្សៀវស្រាលនៅត្រង់ត្រចៀកទៀតផងថ្ងៃបន្ទាប់នាងក៏ធ្លាក់ខ្លួនឈឺជាប់គ្នា3ថ្ងៃចាស់ប្រាប់ថាជណ្ដើរគឺជាផ្លូវខ្មោចដើរចុះឡើងកុំទៅអង្គុយលេងទី3កុំកាត់សក់នៅពេលយប់មានយុវតីម្នាក់កាត់សក់នៅពេលយប់ព្រោះតែថ្ងៃមិនទំនេរយប់នោះនាងសុបិនឃើញស្ត្រីមុខសក់វែងអង្គុយសិតសក់នៅក្បែរក្រែគេងរបស់នាងហើយនិយាយថាសក់អូនស្អាតណាស់ចាប់តាំងពីថ្ងៃនោះមកនាងឮសំឡេងគេហៅពេលយប់ជាញឹកញាប់ហើយក៏មានអារម្មណ៍ដូចជាមានមនុស្សទាញសក់របស់នាងពេលដែលនាងកំពុងគេងលង់លក់ទៀតផងម្ដាយរបស់នាងបានយកសក់នោះទៅដុតនិងធ្វើពិធីទើបអារម្មណ៍អាក្រក់នោះបានបាត់ទៅទី4កុំដាក់កញ្ចក់បញ្ចាំងទៅក្រែគេងបុរសម្នាក់គាត់បានដាក់កញ្ចក់ធំមួយបញ្ចាំងទៅក្រែគេងព្រោះគិតថាស្អាតនិងងាយស្រួលស្លៀកពាក់យប់មួយគាត់ភ្ញាក់កណ្ដាលយប់ឃើញនៅក្នុងកញ្ចក់មានមនុស្សម្នាក់ឈរស្ងៀមនៅខាងក្រោយគាត់មុខស្រអាប់មើលមិនច្បាស់នោះទេពេលដែលគាត់ងាកទៅមើលខាងក្រោយវិញគឺមិនឃើញមាននរណាម្នាក់ឡើយប៉ុន្តែពេលងាកត្រឡប់មកមើលកញ្ចក់ម្ដងទៀតរូបនោះក៏បានបាត់ស្រមោលទៅចាប់តាំងពីពេលនោះមកគាត់ក៏គេងមិនលក់ហើយសុបិនអាក្រក់ជាប់គ្នាលើសពីនេះគាត់ថែមទាំងមានអារម្មណ៍ដូចជាមានមនុស្សឈរមើលគាត់ពេលដែលគាត់កំពុងគេងលង់លក់ទៀតផងចាស់ក្នុងភូមិប្រាប់ថាកញ្ចក់បញ្ចាំងទៅក្រែវាដូចជាទ្វារឲ្យវិញ្ញាណចូលអញ្ចឹងក្រោយពីបានយកកញ្ចក់ចេញនិងធ្វើពិធីស្ថានភាពរបស់គាត់ក៏បានធូរចុះធម្មតាវិញទី5កុំដើរកាត់វាលស្រែឬព្រៃនៅពេលយប់បុរសម្នាក់បន្ទាប់ពីត្រឡប់មកពីស្រែនាពេលយប់គាត់បានជ្រើសរើសយកការដើរតាមផ្លូវកាត់វាលស្រែដើម្បីឲ្យទៅដល់ផ្ទះលឿនពេលដើរបានពាក់កណ្ដាលផ្លូវគាត់ឃើញស្ត្រីម្នាក់សក់វែងស្លៀកខោអាវសពន្លឺស្រាលនៅក្រោមពន្លឺព្រះច័ន្ទនាពេលយប់ស្ត្រីនោះហៅគាត់ឲ្យទៅជិតហើយនិយាយថាមកជួយខ្ញុំផងគាត់មានអារម្មណ៍ថាចង់ទៅជិត
ប៉ុន្តែនឹកកាត់ដល់ពាក្យដែលចាស់ៗតែងតែប្រាប់ថានៅពេលយប់បើឃើញមានអ្វីចម្លែកសូមកុំទៅតាមភ្លាមៗនោះគាត់ក៏ឈប់ដើររួចសូត្រមន្តនៅក្នុងចិត្តរួចក៏បាត់ត្រឡប់ទៅផ្លូវផ្សេងវិញព្រឹកឡើងអ្នកភូមិឆ្លងកាត់ទីនោះឃើញត្រឹមតែគល់ឈើចាស់មួយតែប៉ុណ្ណោះមិនមានស្ត្រីណាទេចាស់ៗប្រាប់ថាវាលស្រែនៅពេលយប់ជាទីស្នាក់របស់ខ្មោចអមនុស្សអបិយជំនឿរបស់ខ្មែរប្រហែលមិនមានភស្តុតាងវិទ្យាសាស្ត្រណាមួយបញ្ជាក់ច្បាស់នោះទេប៉ុន្តែរឿងដែលអ្នកភូមិបានឃើញមិនមែនជារឿងដែលគួរមើលរំលងនោះឡើយតើបងប្អូនយល់យ៉ាងណាចំពោះអបិយជំនឿទាំង5នេះសូមខមមិននៅខាងក្រោមវីដេអូសូមអរគុណសម្រាប់ការទស្សនាពីដើមរហូតដល់ចប់កុំភ្លេច like comment share និង subscribe channel របស់ admin ម្នាក់មួយផងសូមអរគុណជួបគ្នានៅក្នុងវីដេអូក្រោយ